បើសិនបើមនុស្សស្រីអាចផ្ដល់ឲ្យមនុស្សប្រុសគ្រប់គ្រាន់ប្រហែលជាគាត់អត់ទៅហៅក្រៅដើម្បីមកប្រកបភាពចង់បានរបស់គាត់ទេជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាត្រឡប់មកជួបគ្នាម្ដងទៀតហើយនៅក្នុងជំនួយ podcast ហើយជំនួយប្រធានបទនឹងដែរខ្ញុំគិតថាខ្ញុំចង់និយាយពាក់ព័ន្ធជាមួយនឹង3ចំណុចនៅក្នុងវីដេអូមួយនេះទី1មុនពេលដែលយើងចាប់ផ្ដើមរកគូសកលដើម្បីយកមកធ្វើដៃគូជីវិតរបស់យើងតើកត្តាអ្វីខ្លះដែលវាអាចជំរុញទឹកចិត្តរបស់យើងថាម្នាក់ហ្នឹងគឺខ្ញុំគិតថាជាដៃគូជីវិតរបស់ខ្ញុំចង់យកគាត់ដើម្បីដើរផ្លូវជីវិតរបស់ខ្ញុំមែនតើទៅការកំណត់គោលដៅឬក៏ការកំណត់ភាពចង់បានរបស់ខ្លួនឯងគឺសំខាន់នៅពេលដំបូងនៅពេលដែលលើប្រធានបទខាងលើដែលបងប្រុសម្នាក់ហ្នឹងគាត់បាននិយាយថាបើសិនបើមនុស្សស្រីអាចផ្ដល់ឲ្យគាត់គ្រប់គ្រាន់ប្រហែលជាគាត់អត់ទៅរកខាងក្រៅដើម្បីមកប្រកបការចង់បានរបស់គាត់ដែលគាត់ហៅថាគ្រប់គ្រាន់ហ្នឹងឯងនៅពេលដែលគាត់និយាយបែបនេះសម្រាប់ខ្ញុំគិតថាគាត់អាចនឹងខ្វះខាតចំណុចមួយចំនួននៅពេលដែលគាត់ចាប់ផ្ដើមឬក៏នៅក្នុងកំឡុងពេលដែលគាត់បានរៀបចំគ្រួសាររបស់គាត់ហើយគាត់ឃើញនៅចំណុចខ្វះខាតរបស់ដៃគូរបស់គាត់មកខាងទៀតឬក៏ចំណុចខ្វះខាតរបស់ប្រពន្ធរបស់គាត់ប៉ុន្តែជាជាងនៅក្នុងការនិយាយគ្នាដើម្បីឲ្យប្រពន្ធរបស់គាត់កែតម្រូវឬក៏ដៃគូរបស់គាត់កែតម្រូវគាត់បែរទៅជាយកហេតុផលថាដោយសារតែគេអត់អាចផ្ដល់ឲ្យគាត់គ្រប់គ្រាន់អញ្ចឹងហើយបានគាត់អាចទៅរកខាងក្រៅឬក៏ទៅរកអ្នកណាផ្សេងម្នាក់ទៀតមកប្រកបសេចក្តីត្រូវការរបស់គាត់សម្រាប់ខ្ញុំគិតថាមុនពេលដែលយើងចាប់ផ្ដើមកសាងអនាគតគ្រួសារឬក៏ទទួលយកអ្នកណាម្នាក់ចូលមកក្នុងជីវិតរបស់យើងគួរតែកំណត់ឲ្យបានច្បាស់ថាតើបុគ្គលម្នាក់ណាដែលគាត់ស័ក្តិសមធ្វើដៃគូជីវិតរបស់យើងមិនថាមនុស្សប្រុសមិនថាមនុស្សស្រីទេខ្ញុំគិតថាពួកគាត់គួរតែកំណត់រៀងខ្លួននៅពេលដែលខ្ញុំកំណត់គោលដៅដៃគូជីវិតរបស់ខ្ញុំឧទាហរណ៍ខ្លីៗងាយៗនៅក្នុងការយល់ឧទាហរណ៍ថាខ្ញុំចង់បានដៃគូជីវិតម្នាក់ដែលគាត់ស្រឡាញ់ខ្ញុំដែលគាត់ចេះបារម្ភពីខ្ញុំហើយគាត់រៀងឆ្លាតបន្តិចហើយគាត់អាចនឹងមានការងារសមរម្យមួយចាស់អញ្ចឹងបានន័យថាខ្ញុំកំណត់4ចំណុចដែលខ្ញុំនិយាយមិញហ្នឹងអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមសម្លឹងឲ្យថាតើអ្នកណាដែលគាត់មានសក្តានុពលឬក៏អាចនឹងមានទាំង4ចំណុចហ្នឹងដែលខ្ញុំត្រូវការអញ្ចឹងបានន័យថាបើសិនបើខ្ញុំរកឃើញអ្នកណាម្នាក់ដែលគាត់មាន4ចំណុចហ្នឹងខ្ញុំគិតថាគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំហើយខ្ញុំគិតថាអ្នកផ្សេងទៀតក៏គាត់អាចនឹងគិតគូរពាក់ព័ន្ធជាមួយនឹងបញ្ហាហ្នឹងដែរមកលើខ្ញុំតើខ្ញុំមានចំណុចប្រមាណដែលគាត់ត្រូវការដែរឬក៏អត់អញ្ចឹងនៅពេលដែលតម្រូវការយើងទាំងពីរអ្នកស្របគ្នាខ្ញុំគិតថាពេលហ្នឹងគឺយើងអាចចាប់ផ្ដើមតាក់ទងគ្នាបានហើយយើងនឹងចាប់ផ្ដើមកសាងវិថីហ្នឹងទៅមួយគ្នាតិចម្ដងហើយខ្ញុំនៅតែគិតថាបងប្រុសម្នាក់ដែលគាត់បានជជែកពាក់ព័ន្ធជាមួយនឹងបញ្ហាហ្នឹងប្រហែលជាពេលចាប់ផ្ដើមក៏អត់ទាន់បានកំណត់ថាតើពាក្យថាគ្រប់គ្រាន់របស់គាត់ហ្នឹងវានៅក្នុងកម្រិតមួយណាត្រឡប់មកវិញនៅក្នុងចំណុចទី1ដែលយើងអាចរៀនពីគាត់បានខ្ញុំគិតថាទី1យើងអាចកែប្រែកំហុសរបស់គាត់ឲ្យវាសមស្របជាមួយនឹងលក្ខខណ្ឌនៅក្នុងការចង់បានរបស់យើងកំណត់គោលដៅឲ្យបានច្បាស់ថាតើម្នាក់ណាដែលយើងគិតថាអាចគ្រប់គ្រាន់នៅក្នុងការកសាងជីវិតគ្រួសារទៅជាមួយនឹងយើងនៅពេលអនាគតបានចំណុចទី2ខ្ញុំគិតថាវាក៏រៀងសំខាន់ដែរព្រោះពេលខ្លះយើងបានកំណត់ពាក្យថាគ្រប់គ្រាន់4ចំណុចដែលយើងនិយាយមិញហ្នឹងហើយប៉ុន្តែជាក់ស្ដែងពេលដែលយើងនៅមួយគ្នាយូរទៅយើងចាប់ផ្ដើមគិតថាដៃគូរបស់យើងគាត់ខ្វះខាតចំណុចប្រហែលជា1ឬក៏2បន្ថែមទៀតទេព្រោះខ្ញុំជឿថាតម្រូវការរបស់មនុស្សរបស់យើងនឹងចាប់ផ្ដើមកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងពាក្យថាគ្រប់គ្រាន់ប្រហែលជាវាអត់ទាន់បានកំណត់ពេញលក្ខណៈនៅពេលដែលយើងចាប់ផ្ដើមដំបូងទេអញ្ចឹងសួរថាតើយើងធ្វើម៉េចនៅពេលដែលយើងបានកសាងគ្រួសារមួយហ្នឹងឡើងមកហើយយើងចាប់ផ្ដើមមានអារម្មណ៍ថាដៃគូរបស់យើងអត់ទាន់មានចំណុចដែលយើងចង់បានបន្ថែមទៀតទេសំណួរដែលយើងគួរសួរខ្លួនឯងត្រឡប់មកវិញថាតើដៃគូរបស់យើងនេះយើងស្រឡាញ់គាត់ដែរឬក៏អត់ហើយតើចំណុចខ្វះខាតទាំងអស់នោះគាត់អាចអភិវឌ្ឍឬក៏គាត់អាចធ្វើវាបានឲ្យយើងដែរឬក៏អត់អញ្ចឹងខ្ញុំគិតថាបើសិនជាយើងចង់រក្សានៅគ្រួសារមួយនឹងដែលយើងកំពុងតែមាននេះយើងគួរតែជជែកគ្នាសាកមើលសិនថាតើអ្វីទៅដែលយើងអាចនឹងចង់បានពីដៃគូរបស់យើងបន្ថែមទៀត
ហើយថាតើគាត់អាចធ្វើបានដល់កម្រិតណាឬក៏គាត់អភិវឌ្ឍបានដល់កម្រិតណាឲ្យសមស្របជាមួយនឹងតម្រូវការរបស់យើងជាក់ស្ដែងព្រោះពាក្យថាស្រឡាញ់ខ្ញុំគិតថាយើងគួរតែអនុគ្រោះគ្នាគួរតែយល់យកគ្នាហើយចាប់ផ្ដើមនិយាយគ្នាវិញថាតើយើងអាចសម្របសម្រួលគ្នាបានដល់ធំកម្រិតណាឧទាហរណ៍ថានៅពេលដែលយើងចាប់ផ្ដើមដំបូងដូចខ្ញុំនិយាយមិនអញ្ចឹងអត់ទាន់មានរឿងចំណុចកូនទេស្រាប់តែចៃដន្យអីនៅពេលដែលយើងចាប់ផ្ដើមកសាងគ្រួសារគ្នាទៅអញ្ចឹងយើងចាប់ផ្ដើមគិតថាប្រសិនបើខ្ញុំមានកូនមួយទៀតឬក៏ខ្ញុំមានកូនពីរទៀតប្រហែលជាល្អសម្រាប់នៅក្នុងការមកបំពេញពាក្យថាគ្រួសាររបស់ខ្ញុំនឹងអញ្ចឹងខ្ញុំខ្លួនឯងនេះខ្ញុំគួរតែនិយាយជាមួយដៃគូរបស់ខ្លួនឯងសិនតើយើងគិតថាពេលវេលាហ្នឹងឬក៏ប្រហែលឆ្នាំទៀតដែលយើងស័ក្តិសមនៅក្នុងការយកកូនហើយតើយើងគួរតែយកប្រមាណឧទាហរណ៍1 2ឬក៏3អីចឹងទៅយើងគួរតែអាចជជែកគ្នាបានហើយខ្ញុំគិតថាតម្រូវការផ្សេងទៀតក៏យើងសុទ្ធតែអាចជជែកគ្នាបានដែរសំខាន់ថាតើដៃគូរបស់យើងហើយនឹងយើងនេះយើងបើកចិត្តទូលាយប៉ុណ្ណានៅក្នុងការទទួលយកមតិយោបល់គ្នាទៅវិញទៅមកហើយតើយើងអាចសម្របសម្រួលគ្នាបាននៅក្នុងកម្រិតមួយណាខ្ញុំជឿជាក់ថាគ្រួសារណាក៏ដោយក៏គាត់តែងតែមានភាពល្អក់កករកម្មរកុកគ្នាទៅវិញទៅមកដែរជាអត់ផុតទេប៉ុន្តែគ្រួសារដែលគាត់អាចក្តោបគ្នាបានអាចដើរជាមួយគ្នារហូតដល់ចាស់ជរាបានខ្ញុំគិតថាមានតែគ្រួសារដែលគាត់បើកចិត្តទូលាយនៅក្នុងការទទួលយកគ្នាទៅវិញទៅមកកែតម្រូវគ្នាហើយជជែកគ្នាហើយសម្របសម្រួលគ្នាដើម្បីរកចំណុចស្របមួយណាដែលយើងអាចបន្តតាណាទៅមុខជាមួយគ្នាបានតទៅទៀតសម្រាប់ខ្ញុំគ្រួសារដែលពេញលេញគឺជាគ្រួសារដែលមិនគួរមានអ្នកណាម្នាក់មើលទឹកមុខគ្នាទៅវិញទៅមកឯងមិនថាភាគីខាងបរិសុទ្ធមិនថាភាគីខាងនារីក៏ដោយទោះបីជាដៃគូរបស់យើងគាត់មានចំណូលឬក៏គាត់មិនមានចំណូលក៏ដោយក៏យើងគួរតែផ្ដល់ឱកាសឬក៏ផ្ដល់សិទ្ធិនៅក្នុងការឲ្យជជែកគ្នាទៅវិញទៅមកដើម្បីឲ្យគ្រួសាររបស់យើងស្គាល់ចិត្តគ្នាកាន់តែខ្លាំងហើយយើងអាចកែតម្រូវគ្នាបានកាន់តែច្រើនហើយយើងក៏អាចកាន់ដៃគ្នាបន្តដំណើរទៅមុខទៀតបានកាន់តែឆ្ងាយចំណុចទី3ចំណុចចុងក្រោយដែលខ្ញុំគិតថារឿងនេះវាហិតតែសំខាន់សួរខ្លួនឯងវិញថាតើយើងពិតជាស្រឡាញ់ប្រពន្ធរបស់យើងឬក៏ប្តីរបស់យើងដែរឬក៏អត់ឬក៏ដៃគូរបស់យើងដែរឬក៏អត់ហើយបើសិនបើយើងស្រឡាញ់គ្នាអ្វីខ្លះដែលយើងអាចជួយគ្រប់គ្រងគ្នាឬក៏ទំនុកបំរុងគ្នាទៅវិញទៅមកមិនថាថវិកាមិនថាផ្លូវចិត្តមិនថាកម្លាំងចិត្តអីផ្សេងទេខ្ញុំឧទាហរណ៍ថាបើសិនជាយើងឃើញដៃគូរបស់ខ្លួនឯងកំពុងតែខ្វះខាតចំណុចមួយហ្នឹងឧទាហរណ៍ថាយើងឃើញដៃគូរបស់យើងគាត់អត់ចេះធ្វើខ្លួនឬក៏គាត់អត់ចេះតុបតែងខ្លួនការស្លៀកពាក់មើលទៅអត់សមរម្យឬក៏អត់ចេះ make up ឬក៏អត់ចេះរៀបចំសម្លៀកបំពាក់នៅលើខ្លួនរបស់គាត់ដោយសារតែមូលហេតុមួយហ្នឹងយើងសុខចិត្តទៅរកអ្នកថ្មីដើម្បីមកបំពេញភាពគ្រប់គ្រាន់របស់យើងឲ្យសមភ្នែករបស់យើងឬក៏យើងគួរតែកែតម្រូវដៃគូរបស់យើងឬក៏ភរិយាឬក៏ប្តីរបស់យើងព្រោះខ្ញុំគិតថាបើសិនជាយើងស្រឡាញ់អ្នកណាម្នាក់ឬក៏បើសិនជាដៃគូមួយទៀតគាត់ស្រឡាញ់ខ្ញុំគាត់គួរតែកែតម្រូវខ្ញុំដើម្បីឲ្យសមស្របជាមួយនឹងអ្វីដែលគាត់ចង់បានមិនមែនយល់លេសថាដោយសារតែខ្ញុំអត់ចេះធ្វើខ្លួនមើលខ្ញុំអត់ចូលភ្នែកហើយគាត់ទៅរកអ្នកដទៃដើម្បីមកប្រកបការចង់បានរបស់គាត់ឬក៏ភាពស្អាតបាតដែលគាត់ចង់បានទេបើសិនជាដៃគូរបស់ខ្ញុំគាត់ស្រឡាញ់ខ្ញុំគាត់ត្រូវប្រាប់ខ្ញុំដើម្បីឲ្យខ្ញុំកែតម្រូវបន្ថែមហើយតើខ្ញុំខ្លួនឯងនេះខ្ញុំអាចកែតម្រូវបានធំកម្រិតណាចំណុចដែលយើងគួរតែចាប់អារម្មណ៍នៅត្រង់ចេះបើសិនបើយើងចង់ឲ្យដៃគូរបស់យើងតែងខ្លួនស្អាតទី1តើគ្រួសាររបស់យើងឬក៏ស្ថានភាពយើងរាល់ថ្ងៃនេះយើងមានលទ្ធភាពនៅក្នុងការផ្គត់ផ្គង់ដៃគូរបស់យើងដែរឬក៏អត់ឬក៏ដៃគូរបស់យើងខ្លួនឯងនេះគាត់មានលទ្ធភាពនៅក្នុងការផ្គត់ផ្គង់ខ្លួនឯងដែរឬក៏អត់អញ្ចឹងបើសិនជាគាត់អត់មានលទ្ធភាពឬក៏យើងអត់ទាន់អាចផ្គត់ផ្គង់បានច្រើនទេគួរតែរកវិធីនៅក្នុងការបង្កើនប្រាក់ចំណូលរបស់យើងអាចផ្គត់ផ្គង់គាត់ឬក៏ដៃគូរបស់យើងក៏អត់ទាន់មានលទ្ធភាពនៅក្នុងការទៅរៀបចំខ្លួនរបស់គាត់ឲ្យបានស្អាតបាតឲ្យបានសមរម្យទេ
dương nè chị đai cú bảo quát dương cua tai tùm nộp bầm rong quát bật tham tiệt đầm bấy ai quát miên lên tập hiệp nơi khung cá phơi khuôn được co hiệp chăm khuôn ai ban xòm rùmไปខ្លះទៀតលុយវាមិនជាបញ្ហាប៉ុន្តែដោយសារតែគាត់ខ្លួនឯងហ្នឹងគាត់អត់ចេះរៀបចំខ្លួនអញ្ចឹងយើងជាដៃគូនេះថាតើយើងបានគ្រប់គ្រងគាត់ឬក៏ជួយកែតម្រូវគាត់ហើយនៅខ្ញុំឧទាហរណ៍ថាបើសិនជាគាត់អត់ចេះរៀបចំការស្លៀកពាក់ពេលដែលយើងទៅផ្សារជុំគ្នាយើងអាចជួយមើលគ្នាទៅកៅអៅមួយណាឬក៏សម្លៀកបំពាក់ណាដែលវាមើលទៅស័ក្តិសមសម្រាប់គាត់ស្អាតសម្រាប់គាត់ជួយរើសគ្នាទៅអញ្ចឹងនៅពេលដែលយើងជួយរើសគ្នាទៅវិញទៅមកនៅពេលដែលគាត់ក៏គិតថាស្អាតហើយយើងក៏គិតថាស្អាតស្លៀកពាក់មកលើខ្លួនវាប្រកាសជាស្អាតដែរអញ្ចឹងប្រកាសជាចូលផ្នែករបស់យើងហើយបញ្ហាមួយហ្នឹងនឹងត្រូវបានដោះស្រាយហើយមួយវិញទៀតខ្ញុំឧទាហរណ៍ថាដៃគូរបស់យើងគាត់អត់ចេះរៀបចំឬក៏ទុកដាក់ផ្ទះសម្បែងទេអញ្ចឹងតើយើងជាដៃគូនេះយើងបានទី1ប្រាប់គាត់ហើយឬនៅឬក៏យើងជួយទៅរៀបចំផ្ទះសម្បែងហ្នឹងជុំគ្នាដែរឬនៅអញ្ចឹងនៅពេលដែលយើងត្រូវការអីយើងគួរតែជជែកគ្នាសិនថាតើយើងអាចសម្របសម្រួលគ្នាបានដល់កម្រិតណាពាក្យថាស្រឡាញ់ខ្ញុំគិតថាវាធំធេងជាងអ្វីទាំងអស់បើសិនជាយើងស្រឡាញ់អ្នកណាម្នាក់ខ្ញុំជឿជាក់ថាយើងត្រូវលះបង់ដើម្បីឲ្យគេបានល្អដើម្បីឲ្យគេអាចសប្បាយចិត្តនឹងរស់នៅមួយយើងហើយបន្តដំណើរទៅមុខជាមួយគ្នាបានកាន់តែវែងឆ្ងាយទៅទៀតអញ្ចឹងរឿងតូចតាចផ្សេងដែលវាកើតឡើងហើយជាឧបសគ្គនៅក្នុងដំណើរដៃគូជីវិតរបស់យើងនេះយើងទាំងពីរនាក់ហ្នឹងគួរតែរើសវាចេញឬក៏ដោះស្រាយបញ្ហាទាំងអស់ហ្នឹងមិនមែនរុញទំនួលខុសត្រូវឲ្យអ្នកណាម្នាក់មកចូលខ្លួននៅក្នុងការដោះស្រាយទេក្នុងករណីថាបើសិនបើយើងចាប់ផ្ដើមជជែកគ្នាហើយយើងព្យាយាមអស់លទ្ធភាពហើយយើងអាចបន្តដំណើរទៅជាមួយគ្នាបានឬក៏យើងគិតថាដៃគូរបស់យើងអត់អាចប្រកបនៅតម្រូវការឬក៏ពាក្យថាគ្រប់គ្រាន់របស់យើងទេជំរឿសដែលល្អគួរតែប្របែកផ្លូវគ្នាសិនមុនពេលដែលឲ្យអ្នកទី3ចូលមកផ្លូវជីវិតរបស់យើងបន្តទៀតព្រោះយើងលែងអាចដើរជុំគ្នាបានហើយហេតុអីបានយើងត្រូវទុកម្នាក់ហ្នឹងឲ្យគាត់មកវេទនាមួយយើងហើយយើងក៏អត់សប្បាយចិត្តហើយទៅរកអ្នកផ្សេងដើម្បីមកប្រកបពាក្យថាគ្រប់គ្រាន់របស់យើងហេតុអីបានយើងមិនព្រមបញ្ចប់គ្នាសិនទៅហើយចាំទៅរកអ្នកផ្សេងទៀតទៅមិនមែនប្រើហេតុផលថាដោយសារតែដៃគូរបស់ខ្ញុំអត់អាចប្រកបតម្រូវការពាក្យថាគ្រប់គ្រាន់របស់ខ្ញុំហើយយើងទៅរកអ្នកថ្មីដើម្បីមកប្រកបពេលរបៀបនៅក្នុងការដោះស្រាយបញ្ហាឬក៏ចេញពីបញ្ហាមានច្រើនណាស់តើយើងសម្រេចចិត្តនៅក្នុងការចេញពីបញ្ហាមួយហ្នឹងតាមវិធីមួយណាព្រោះវិធីដែលល្អបំផុតសម្រាប់ខ្ញុំគឺជាវិធីដែលអត់ប៉ះពាល់ទាំងខ្ញុំអត់ប៉ះពាល់ទាំងដៃគូរបស់ខ្ញុំហើយនិងអ្នកដទៃផ្សេងទៀតពីខ្ញុំទៅវិញជុំវិញប្រធានបទដែលគាត់លើកឡើងនេះមានចំណុចខ្វះខាតជាច្រើនដែលយើងគួរតែសិក្សាបន្ថែមហើយកែតម្រូវកុំឲ្យយើងអាចដើរផ្លូវមួយហ្នឹងនៅពេលអនាគតហើយមួយវិញទៀតខ្ញុំគិតថាដោយសារតែបច្ចុប្បន្នឧបករណ៍នៅក្នុងការផលិតមាតិកាកាន់តែងាយស្រួលចង់ធ្វើវីដេអូមួយអត់ត្រូវការចំណាយពេលច្រើនអត់ត្រូវការសម្ភារៈស្មុគស្មាញទេអញ្ចឹងពាក្យសម្ដីដែលយើងចង់ធ្វើពាក្យសម្ដីដែលយើងចង់បង្ហាញទៅសាធារណៈវារឹតតែងាយស្រួលអញ្ចឹងការចែករំលែកឬក៏ការបង្ហោះនៅលើបណ្ដាញសង្គមពិតជាសំខាន់ហើយវាពិតជាជះឥទ្ធិពលខ្លាំងទៅក្មេងៗជំនាន់ក្រោយឬក៏អ្នកផ្សេងទៀតដែលគាត់កំពុងតែទស្សនានៅវីដេអូរបស់យើងអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងអស់គ្នានៅក្នុងការតាមដានទស្សនាវីដេអូនេះរហូតដល់ចប់ហើយយើងជួបគ្នានៅវីដេអូក្រោយ